สุดท้ายบางต่างออกนี่ไงนี่ยมจังประหารบางปีเดียบทวนนมคาราเมลสมัยยืนดักของตบกาแฟท็อปปิ้งหรือเป็นเจไอเซนเซนจังนะบอกแต่บอกคือยมเผยจมูกน้องปองมอนปีขอบสมัยปองมอนปีขอบนี่คือยมไวเวียจมูกน้องสกอร์โซ50 กรัมนะบอกยังไวเวียซอฟต์ไอเลสกอร์ให้ยังตกเวียมาหลายสันบองไวระเบียบนึงไวhiện dù đá nó mỏm ta về liền scoreให้บองตกเวียมาหลายcenter បន្ទាប់មកខ្ញុំមកធ្វើជាទឹក score caramel វិញសម្រាប់ទឹក score caramel ខ្ញុំប្រើទឹកធម្មតាហ្នឹង30 ml ជាមួយនឹង score 50 ក្រាមបន្ទាប់មកខ្ញុំ slow វារហូតដល់ ali score ហ្នឹងឡើងរៀងក្រហមណាបងឡើងក្រហមដូចក្នុងវីដេអូអញ្ចឹងឯងបន្ទាប់មកបងដាក់ថែមទឹកយើង50 ml ទៀតមកដើម្បីឲ្យ ali score ក្រាមហ្នឹងឲ្យឡើងពណ៌ក្រហមមកធ្វើម៉េចប្រយ័ត្នកុំឲ្យខ្លោចណាបងបាក់ភ្លើងខ្លាំងពេកអាចនឹងខ្លោចបន្ទាប់ពីយើងហើយយើងបិទភ្លើងទៅហើយយើងយកបញ្ចាក់ចូលក្នុងកែវសម្រាប់ចំហុយនំខារ៉ាមែលបែបហ្នឹងណាបងហើយសម្រាប់កន្លងនំខារ៉ាមែលហ្នឹងបងអាចរកទិញនៅកន្លែងគេលក់គ្រឿងកាហ្វេហ្នឹងគឺគេមានហើយបងហើយយើងងាកមកដាំទឹកដោះគោស្រស់វិញសម្រាប់ទឹកដោះគោស្រស់ខ្ញុំប្រើ180ណាយើងដាំឲ្យវាអ៊ុនមិនបាច់ពុះពេកក៏បានដែរហើយសម្រាប់ទឹកដោះគោស្រស់នេះបងលួចអំបិលមកចាប់ផងណាបន្ទាប់មកគឺខ្ញុំយកទៅដល់គោស្រស់ដែលដាំហើយពុះហ្នឹងយកមកកូរលាយជាមួយនឹងពងមាន់ដែលវាជាមួយស្ករមុនហ្នឹងអញ្ចឹងណាបងយើងកូរវាឲ្យសព្វចូលគ្នាបែបហ្នឹងហើយបងចាប់ផ្ដើមត្រង់វាទៅវិញទៅមកប្រហែលជា 4-5 ដងទៅឲ្យអស់អាសពងមាន់ហ្នឹងដើម្បីឲ្យសាច់នំយើងហ្នឹង smooth ស្អាតអញ្ចឹងណានិយាយទៅបងធ្វើដូចក្នុងវីដេអូដែលខ្ញុំធ្វើអញ្ចឹងប្រហែលជា 4-5 ដងហ្នឹងឯងបន្ទាប់ពីច្រោះហើយបងដួសពពុះដែលមាននៅក្នុងហ្នឹងពពុះទុយហ្នឹងចេញអស់ណាបងដើម្បីពេលយើងចំហុយទឹកឲ្យនំយើងឡើងប្រហោងអត់ស្អាតទេអញ្ចឹងធ្វើឲ្យនំយើង smooth ស្អាតហើយយើងចាក់ចូលទៅក្នុងកែវនំខារ៉ាមែលបែបហ្នឹងមកបងហើយកុំភ្លេចដាំទឹកទុកផងណាដោយសារពេលហ្នឹងខ្ញុំភ្លេចដាំទឹកពេលខ្ញុំធ្វើហើយខ្ញុំទៅដាំទឹកតាមក្រោយអញ្ចឹងបងដាំទឹកឲ្យពុះហើយមិនយើងដាក់នំខារ៉ាមែលហ្នឹងចំហុយបានណាបងសម្រាប់នំរូបមន្តហ្នឹងគឺយើងអាចធ្វើបានដល់6នំតែខ្ញុំដោយសារខ្ញុំធ្វើញ៉ាំសាក់ធ្វើញ៉ាំបងអញ្ចឹងខ្ញុំធ្វើតែ5នំខ្ញុំដាក់ឡើងពេញអញ្ចឹងទៅបើយើងធ្វើបាន6នំគឺយើងដាក់មកល្មមមកលៃតាមហ្នឹងណាបងខ្ញុំដាក់ទឹកឆ្នាំងចំហុយបែបហ្នឹងហើយខ្ញុំដាំមកពុះហើយខ្ញុំដាក់នំហ្នឹងចំហុយណាបងសម្រាប់នំហ្នឹងយើងចំហុយប្រហែលជា20 នាទីហើយរយៈពេល3 ទៅ 5 នាទីបងបើកកម្របម្ដងមកណាកុំឲ្យវានំយើងហៀនេះ final ដែលខ្ញុំចំហុយហើយណាអរគុណបងសម្រាប់ការទស្សនាវីដេអូបាយ